អញនោះរឿងអាស្រ័យដល់កក្រើកនៅខេត្តកំពង់ស្ពឺកូនអកតញ្ញូពីគ្រួសារលួចខុបខិតជាមួយនឹងមន្ត្រីសូរិយោដីចេញបានកម្មសិទ្ធិដីរបស់ឪពុកម្ដាយទាំងគ្មានការផ្ទេរទុកសោកព្រះរស់និងការបំពានច្បាប់ដ៏ធ្ងន់ធ្ងរនៅភូមិកោះឈើទាលខេត្តកំពង់ស្ពឺលោកនាងនិងប្រិយមិត្តជាទីមេត្រីយើងក្រឡេកមកមើលនៅខេត្តកំពង់ស្ពឺឯនេះវិញនេះដីអាស្រ័យផលអូនវាយកអត់ឲ្យខ្ញុំផ្ដិតមានដៃឲ្យហើយដីនេះដីខ្ញុំណាតែកូនវាលួចឆោតយកដីនេះដីខ្ញុំសូមជំនុំពរដល់លោកអភិបាលខេត្តកំពង់ស្ពឺជួយរកយុត្តិធម៌ឲ្យខ្ញុំផងកូនវាធ្វើបំពេញមកលើខ្ញុំសូមយ៉ាងទទូចទៅដល់ឯកឧត្តមអភិបាលខេត្តសូមលោកជួយដាក់កម្លាំងអធិការកិច្ចបើកការជ្រាវជ្រាវករណីចេញប្លង់ដោយខ្ញុំមិនបានទេឬចុះហត្ថលេខាលើឯកសារអ្វីនោះទេហេតុអ្វីប្លង់01នេះចេញបានអញ្ចឹងហាក់បីដូចខុសប្រក្រតីអញ្ចឹងខ្ញុំសូមឲ្យខាងខេត្តជួយចាត់កម្លាំងអធិការកិច្ចចុះបើកការជ្រាវជ្រាវមូលហេតុអតីតព្រីកូនអត់បានខ្ញុំអត់បានឲ្យទីវិស័យវាចេញប្លង់បានហ្នឹងសូមអរគុណប៉ុណ្ណឹងដីនេះជាដីអាស្រ័យផលដែលកូនមិនខ្ញុំមិនទាន់ពេញស៊ឺតឲ្យកូនទេដល់ឥឡូវវាយកទៅធ្វើប្លង់យកតែម្ដងមានព្រឹត្តិការណ៍ដ៏សោកសៅនិងគួរឲ្យភ្ញាក់ផ្អើលមួយបានកាត់ឡើងនៅក្នុងភូមិកោះឈើទាលឃុំទួលសាឡាស្រុកបរសែតខេត្តកំពង់ស្ពឺដែលបានធ្វើឲ្យសាធារណជនទូទាំងប្រទេសមានក្តីរន្ធត់ចំពោះអំពើអកតញ្ញូដ៏ខួខើបំផុតរបស់កូនបង្កើតរបស់ខ្លួនឯងនេះនិងកូនប្រសាចំនួន2គ្រួសារជួនរងគ្រោះគឺលោកតាខៀវណ້ອຍអាយុ82ឆ្នាំនិងលោកយាយកៅហំអាយុ73ឆ្នាំបានបាត់បង់ដីកម្មសិទ្ធិរបស់ខ្លួនដោយសារតែទង្វើលួចធ្វើប្លង់បានកម្មសិទ្ធិដាក់ឈ្មោះរបស់កូនទាំងនោះអ្វីដែលកាន់តែអយុត្តិធម៌និងមិនអាចទទួលយកបាននោះគឺការចេញបានកម្មសិទ្ធិពីមន្ត្រីសូរិយោដីខេត្តត្រូវបានធ្វើឡើងទាំងមិនមានឬស្នាមមេដៃស្របច្បាប់ណាមួយឡើយករណីនេះបានលើកឡើងនៅសំណួរដ៏ធ្ងន់ធ្ងរអំពីដំណាភាពនិងអភិបាលកិច្ចរបស់មន្ត្រីជំនាញសូរិយោដីដែលបង្ហាញពីការសង្ស័យនៃការខុបខិតជាប្រព័ន្ធធ្វើបាបប្រជាពលរដ្ឋក្រីក្រគ្មានខ្សែខ្នងធំទេគួរឲ្យអាណិតអាសូរខ្លាំងណាស់ចំពោះឪពុកម្ដាយអ្នកមានគុណពីររូបនេះពលព្រះរស់បង្ហូរទឹកភ្នែកនិងអំពើហិង្សាក្នុងគ្រួសារលោកតាខៀវណ້ອຍនិងលោកយាយកៅហំដែលជាមនុស្សចាស់ជរាបានរស់នៅដោយក្តីលំបាកតក់យ៉ានិងសោកសង្រេងអស់រយៈពេល7 ឆ្នាំទៅហើយដោយសារតែទំនាស់ដីធ្លីជាមួយកូនបង្កើតនិងកូនប្រសាចំនួន2គ្រួសារនឹងក្នុងចំណោមកូនសរុប10នាក់ក្រុមគ្រួសារដែលបង្កបញ្ហានោះមានឈ្មោះថាគ្រួសារទី1លោកឯកឈឿនជាកូនប្រសានិងភរិយាឈ្មោះខៀវហ៊ឿនជាកូនបង្កើតគ្រួសារទី2លោកខៀវធាកូនបង្កើតនិងភរិយាឈ្មោះទូចស្រីនាងជាកូនប្រសាកូនទាំង2គ្រួសារនេះបានឆ្លៀតឱកាសពេលមានគម្រោងចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធហើយបានបំវែដីដែលឪពុកម្ដាយជាម្ចាស់និងអនុញ្ញាតឲ្យពួកគេអាស្រ័យផលនោះទៅចុះបញ្ជីដាក់ឈ្មោះខ្លួនឯងតែម្ដងហេតុការណ៍នេះមិនត្រឹមតែជាការលួចបន្លំទេតែជាការបំពានយ៉ាងធ្ងន់ធ្ងរលើសិលធម៌និងប្រពៃណីខ្មែរដែលចាត់ទុកឪពុកម្ដាយជាព្រះរស់នោះអ្វីដែលកាន់តែគួរឲ្យតក់ស្លុតគឺទង្វើរបស់កូនទាំងនេះ
មិនបានបញ្ឈប់ត្រឹមការលួចប្លង់នោះទេតែពួកគេបានបង្កអំពើហិង្សាផ្លូវចិត្តនិងផ្លូវកាយទៅលើឪពុកម្ដាយខ្លួនឯងតាមការអះអាងរបស់លោកតានិងលោកយាយរួមទាំងកូន7នាក់ទៀតភាគីកូនដែលលុបលុនបានប្រើពាក្យសម្ដីមិនសមរម្យហើយថែមទាំងចោលដុំថ្មដើម្បីបំបាក់ស្មារតីនិងគំរាមកំហែងដល់លោកតាលោកយាយទៀតផងដែរទង្វើនេះអាចចាត់ទុកជាបទល្មើសព្រហ្មទណ្ឌក្រមច្បាប់ជាតិស្ដីពីការការពារមនុស្សចាស់និងការប្រឆាំងអំពើហិង្សាក្នុងគ្រួសារចំណុចទី2ដ៏សំខាន់នេះគឺជាការវិភាគលើភាពមិនប្រក្រតីនៃការចេញប្លង់ការសង្ស័យលើការខុបខិតជាចំណុចស្នូលនៃភាពអយុត្តិធម៌នេះគឺការចេញប្លង់បានកម្មសិទ្ធិដោយមន្ត្រីជំនាញសូរិយោដីខេត្តកំពង់ស្ពឺតាមច្បាប់ភូមិបាលឆ្នាំ2001និងអនុក្រឹត្យពាក់ព័ន្ធជាធរមានគោលការណ៍ហាមឃាត់ការចុះបញ្ជីដីមានទំនាស់នីតិវិធីនៃការចុះបញ្ជីដីធ្លីជាពិសេសការចុះបញ្ជីជាប្រព័ន្ធនឹងឯងតម្រូវឲ្យមន្ត្រីជំនាញត្រូវពិនិត្យដិតដល់លើស្ថានភាពដីថាមានទំនាស់ឬពាក្យបណ្ដឹងជំទាស់ដែលឬទេប្រសិនបើដីកំពុងស្ថិតនៅការសម្របសម្រួលដោះស្រាយរបស់អាជ្ញាធរមូលដ្ឋានឃុំស្រុកខេត្តគឺការចេញប្លង់កម្មសិទ្ធិជាស្ថាពរគឺមិនអាចធ្វើទៅបានទេរហូតដល់ដំណោះស្រាយត្រូវបានបញ្ចប់សិននិងភាគីទទួលយកភស្តុតាងនៃការជំទាស់គឺលោកតានិងលោកយាយបានដាក់ពាក្យបណ្ដឹងជំទាស់ជាច្រើនលើកជាច្រើនសាហាយចាប់តាំងពីថ្នាក់ឃុំរហូតដល់ថ្នាក់ស្រុកតើឯកសារជំទាស់ទាំងអស់របស់លោកតានោះបានបាត់ទៅណាហើយតើមន្ត្រីជំនាញសូរិយោដីថ្នាក់ណាខ្លះទៅដែលបានទទួលរបាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋានហើយបានសម្រេចបដិសេធមិនយកចិត្តទុកដាក់លើការជំទាស់របស់ម្ចាស់ដើមកង្វល់ឯកសារផ្ទេរសិទ្ធិតើការផ្ទេរសិទ្ធិពីឪពុកម្ដាយទៅកូនទាមទារឲ្យមានកិច្ចសន្យាផ្ទេរសិទ្ធិឬលិខិតប្រគល់អំណោយដែលបានបញ្ជាក់ត្រឹមត្រូវដោយអាជ្ញាធរមានសមត្ថកិច្ចនិងមានការបដិមេដៃហត្ថលេខារបស់ម្ចាស់ដើមគឺលោកតាលោកយាយនឹងឯងលោកតាលោកយាយបានអះអាងថាគ្មានលិខិតឯកសារស្នាមមេដៃអំណោយអ្វីទាំងអស់បើគ្មានឯកសារទាំងនេះទេសំណួរសួរថាតើមន្ត្រីជំនាញសូរិយោដីបានប្រើប្រាស់លិខិតបន្លំប្រភេទណាដើម្បីសម្រេចចុះបញ្ជីនេះការដែលប្លង់កម្មសិទ្ធិអាចចេញបានក្នុងលក្ខខណ្ឌអយុត្តិធម៌នេះនិងខុសនីតិវិធីបែបនេះបានធ្វើឲ្យការសង្ស័យទៅលើការខុបខិតរួមគ្នារវាងកូនអកតញ្ញូនិងមន្ត្រីខលខូចមួយចំនួននេះហើយនៅក្នុងមន្ត្រីសូរិយោដីខេត្តកំពង់ស្ពឺកាន់តែមានទម្ងន់ខ្លាំងឡើងហើយនៅរឿងអាស្រូវនេះជាករណីនៃការបំពានតួនាទីនិងការប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយដែលអាចឈានទៅដល់ការប្រព្រឹត្តអំពើពុករលួយចំណុចទី3សំណួរដ៏តឹងរ៉ឹងបំផុតទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធក្នុងនាមយើងជាអង្គភាពសារព័ត៌មានដែលស្វែងរកការពិតនិងយុត្តិធម៌ជូនពលរដ្ឋជូនដំណឹងទៅដល់ថ្នាក់ដឹកនាំយើងខ្ញុំទាំងអស់គ្នាសូមបន្តដាក់សំណួរដ៏តឹងរ៉ឹងបំផុតទៅកាន់លោកតាប់ម៉ាឡៃប្រធានមន្ត្រីរៀបចំដែនដីរូបនីយកម្មសំណង់និងសូរិយោដីខេត្តកំពង់ស្ពឺនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺតើការិយាល័យរដ្ឋបាលសូរិយោដីស្រុកបាសែតឬក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធបានទទួលនឹងពិនិត្យមើលរបាយការណ៍របស់អាជ្ញាធរឃុំស្រុកដែលបានបញ្ជាក់ការមិនចូលរួមដោះស្រាយរបស់កូនរបស់លោកតាលោកយាយដែលជាជនរងគ្រោះដែលឬទេបើបានទទួលតើអ្នកណាជាអ្នកសម្រេចរំលងរបាយការណ៍ទាំងនោះសូមអស់លោកដែលជាមន្ត្រីបម្រើរាជសូមបញ្ជាក់ជាផ្លូវការនៅឈ្មោះមន្ត្រីជំនាញដែលបានចុះហត្ថលេខាលើលិខិតយថាភូតឬឯកសារមូលដ្ឋានដែលអះអាងថាកូនទាំងពីរគ្រួសារនេះមានលក្ខណៈគ្រប់គ្រាន់ក្នុងការចេញប្លង់កម្មសិទ្ធិលេខក្បាលដី207 188 497 502ដោយគ្មានស្នាមមេដៃពីម្ចាស់ដើមនឹងតើអស់លោកគិតយ៉ាងម៉េចនេះជាសំណួររបស់លោកតាលោកយាយនិងកូន7នាក់តើលោកប្រធានមានវិធានការ
អ្វីខ្លះទេដើម្បីទប់ស្កាត់ជាបន្ទាន់នៃការប្រើប្រាស់ប្លង់ដែលចេញដោយមិនប្រក្រតីនេះហើយតើលោកនឹងបញ្ជូនសំណុំរឿងនេះទៅអង្គភាពប្រឆាំងអំពើពុករលួយ ACU ឬតុលាការដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីរបស់មន្ត្រីក្រមអាវ៉ាត់ដែរឬទេតើលោកមានការបកស្រាយបែបណាចំពោះពាក្យសម្ដីរបស់កូនអកតញ្ញូដែលអះអាងថាសំបីគ្មានមេដៃឪពុកម្ដាយបង្កើតផ្ទៃអំណោយមកឲ្យក៏ដោយក៏ពួកគេអាចធ្វើប្លង់នោះចេញបានដែរតើនេះជាសញ្ញានៃអំពើពុករលួយជាប្រព័ន្ធដែលប្រជាពលរដ្ឋបានដឹងដែរឬទេណោះតើឯកឧត្តមមានយន្តការអ្វីខ្លះទេដើម្បីធានាសុវត្ថិភាពនិងផ្ដល់សំណងសមរម្យចំពោះការបាត់បង់ដីធ្លីនិងការឈឺចាប់ផ្លូវចិត្តរបស់លោកតាលោកយាយដែលជាមនុស្សចាស់ជរាទៅហើយនេះតើឯកឧត្តមនឹងបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយក្នុងឋានៈខេត្តដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលដើម្បីធានានូវតម្លាភាពក្នុងការស៊ើបអង្កេតករណីចេញប្លង់ដោយមិនប្រក្រតីដែលឬទេក្នុងនាមជាប្រមុខឋានៈដឹកនាំខេត្តតើឯកឧត្តមមានសារអប់រំឬដាក់ទណ្ឌកម្មបែបណាទេចំពោះមន្ត្រីដែលត្រូវបានរកឃើញថាបានបំពានច្បាប់និងបំផ្លាញជំនឿទុកចិត្តរបស់សាធារណជនចំពោះការងាររដ្ឋបាលនេះគួររំលឹកផងដែរថាករណីជំទាស់ដីធ្លីដ៏សែនឈឺចាប់នេះគឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការរំលោភសិទ្ធិកម្មសិទ្ធិឯកជនដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញមាត្រាទី44និងច្បាប់ភូមិបាលការដែលមន្ត្រីជំនាញសូរិយោដីហ៊ានចេញប្លង់ដីកម្មសិទ្ធិទាំងដឹងថាដីនោះមានទំនាស់ឬខ្វះឯកសារផ្ទេរសិទ្ធិស្របច្បាប់គឺជាការបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋានហើយយុត្តិធម៌មិនអាចបន្តរងចាំបានទេគឺលោកតាខៀវណ້ອຍនិងលោកយាយកែវហំត្រូវការអន្តរាគមន៍ពីថ្នាក់ដឹកនាំជាតិនិងខេត្តជាបន្ទាន់ផងលោកតាលោកយាយនិងកូនចំនួន7នាក់ក៏ដូចជាមហាជនបានលាន់មាត់តគ្នាថាក៏ដូចជាការសុំទទូចយ៉ាងខ្លាំងក្លាទៅដល់ឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីលុបចោលនៅប្លង់អយុត្តិធម៌នេះនិងដាក់ទណ្ឌកម្មទៅដល់មន្ត្រីខលខូចមកក្តាប់តូចនោះដែលគេហៅថាមន្ត្រីក្របលពៅនឹងដែលបានបំពុលបរិយាកាសការងារនិងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋភាពយឺតយ៉ាវក្នុងការដោះស្រាយគឺស្មើនឹងការលើកទឹកចិត្តដល់អំពើពុករលួយនិងអំពើអកតញ្ញូនៅក្នុងសង្គមជាតិយើងខ្ញុំនឹងបន្តតាមដាននៅករណីនេះយ៉ាងដិតដល់បំផុតរហូតដល់តែយុត្តិធម៌ត្រូវបានផ្ដល់ជូនលោកតាលោកយាយជាម្ចាស់ដីពិតប្រាកដអង្គភាពសារព័ត៌មានយើងខ្ញុំស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺផងដែរដោយអង្គភាពយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ទៅដល់អាជ្ញាធរមូលដ្ឋាននោះទេឬបុគ្គលណាម្នាក់នោះឡើយក្រៅពីការផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះសូមអរគុណ